មកថ្ងៃនេះខ្ញុំនាំបងប្អូនទៅងូតទឹកស្រាតជាមួយនឹងគ្រួសារខ្ញុំ Oh my god ខ្ញុំនិយាយលេងទេបងប្អូនចាអត់មានអ្នកណាអាចថតបានទេពេលដែលយើងទៅងូតទឹកស្រាតនោះចាអ៊ុនសែនហ្នឹងគេហៅងូតទឹករ៉ែធម្មជាតិក្តៅចាចេញពីភ្នំភ្លើងចានៅកន្លែងងូតទឹករ៉ែធម្មជាតិក៏យើងមានទទួលទានអាហារនៅក្នុងភោជនីយដ្ឋានរបស់គេដែរចាភោជនីយដ្ឋានរបស់គេហ្នឹងគឺថាមនុស្សច្រើនមែនតើហើយអ្នកដែលមកហ្នឹងគឺសិតតែមកងូតទឹកស្រាតណាបងប្អូនមកត្រាំខ្លួនជាមួយនឹងទឹករ៉ែធម្មជាតិបងប្អូនការងូតទឹកក្តៅទឹករ៉ែធម្មជាតិត្រាំខ្លួននៅប្រទេសជប៉ុនគឺជាផ្នែកមួយដែលធ្វើឲ្យជនជាតិជប៉ុនមានអាយុវែងនិងមានសុខភាពល្អហើយក៏មានសម្រស់ស្រស់ស្អាតតាមនឹងដែរចាពីព្រោះទឹករ៉ែធម្មជាតិហ្នឹងវាជួយសម្រួលទៅសៃទៅសងយើងហើយអាសារជាតិក្នុងទឹករ៉ែហ្នឹងគឺវាជួយថ្នាក់ថ្នមស្បែករបស់យើងណាបងប្អូនក្នុងមួយខែពួកខ្ញុំទៅម្ដងឬពីរដងអញ្ចឹងណាហើយឆ្ងាយផ្ទះដែរបងប្អូនអត់ចិត្តផ្ទះទេនៅរង្វង់30នាទីបើយើងជិះតាមផ្លូវ4លឿនចានេះគឺទីតាំងចានេះខ្ញុំថតកាលពេលខ្ញុំទៅពេលថ្ងៃអញ្ចឹងខ្ញុំថតឲ្យបងប្អូនមើលអញ្ចឹងវីដេអូនេះវាមានបង្ហាញនៅពេលយប់ពេលថ្ងៃអញ្ចឹងបងប្អូនមើលអាចថាប្លែកភ្នែកតិចដែរចានេះបងប្អូននៅខាងមុខហើយយើងដើរចូលទៅបើកទ្វារវាអូតូម៉ាទិកទេទ្វារហ្នឹងយើងចូលទៅដល់ខាងក្នុងចានេះបងប្អូនទស្សនវិជ្ជាខាងក្នុងណានឹងស្ដាកន្លែងត្រាំខ្លួនណាបងប្អូនណាចាខ្ញុំចង់បញ្ជាក់ថាអញ្ចេះសម្រាប់នៅកន្លែងហ្នឹងយើងអាចងូតទាំងនៅខាងក្នុងក៏បានត្រាំខ្លួនខាងក្នុងក៏បានត្រាំខ្លួនខាងក្រៅក៏បានហើយមានកន្លែង steam sauna កន្លែង massage ចាមានមកកំ pl ចំណែកវីដេអូនេះនៅទីតាំងផ្សេងណាបងប្អូនមិនមែននៅកន្លែងតែមួយទេខ្ញុំគ្រាន់តែលើកឧទាហរណ៍ឲ្យបងប្អូនឲ្យបានឃើញតាមរូបគំនូរជីវចលខ្លះចាកន្លែងត្រាំខ្លួនឬក៏ងូតទឹករ៉ែធម្មជាតិហ្នឹងកន្លែងគេងូតស្រាទាំងអស់គ្នាចាប៉ុន្តែបន្ទប់ប្រុសដែលប្រុសបន្ទប់ស្រីដែលស្រីហើយក្តៅទឹកហ្នឹងចាធំក្លិនមានធំក្លិនទៀតតែជាក្លិនរ៉ែធម្មជាតិហើយបងប្អូនកន្លែងហាងដែលបើករស់ស៊ីអាមុខរបរហ្នឹងណាកន្លែងខ្លះគេដាក់បំរាមអត់ឲ្យអ្នកដែលគាត់មានសាក់ចូលទេអញ្ចឹងអ្នកដែលមានសាក់អីហ្នឹងបើគាត់អាចបិទបាំងសាក់របស់គាត់យកដូចថាកៅអៀកឬក៏ស្កុតអីបិទកុំឲ្យឃើញក៏ល្អដែរព្រោះវាអាចធ្វើឲ្យភ័យខ្លាចដល់អ្នកងូតទឹកមួយគ្នាចានៅជប៉ុនហាងខ្លះគឺគេហាមហ្មងគេដាក់បំរាមមកនឹងយើងចុះត្រាំខ្លួននៅក្នុងអាងទឹកហ្នឹងគឺយើងដុសខ្លួនមួយនឹងសាប៊ូឲ្យហើយចាហើយអាចទៅត្រាំខ្លួននៅនឹងបដើកក់សក់ឬក៏ដុសសាប៊ូបដើទេគឺអត់ទេនិយាយទៅមុននឹងយើងត្រាំចុះចូលទៅក្នុងអាងត្រាំខ្លួនហ្នឹងគឺយើងត្រូវតែដុសសាប៊ូដុសខ្លួនឲ្យហើយក្បែរហ្នឹងនៅក្នុងទីតាំងតែមួយហ្នឹងក្នុងបន្ទប់ហ្នឹងគឺមានកន្លែងដែលយើងដុសខ្លួនឲ្យហើយចាទឹកផ្កាឈូកអីចឹងណាហើយកុំឡូឡានៅហ្នឹងគឺគេត្រាំដោយស្ងប់ស្ងាត់ហើយបើសក់យើងវែងយើងចងទៅហើយកន្លែងហ្នឹងគឺអត់ត្រូវហែលត្រូវអីទេហើយនៅក្នុងអាងហ្នឹងក៏មានកម្មចដើដែរប៉ុន្តែគ្រាន់យើងមើលឃើញយើងដាក់ជើងប្រយ័ត្នផងចាពេលត្រាំខ្លួនហើយគឺយើងចេញពីអាត្រាំទឹកត្រាំខ្លួនហ្នឹងហើយគេអត់ដែលលាងជំរះហើយព្រោះអាទឹកត្រាំខ្លួនហ្នឹងគឺមានសារជាតិរ៉ែជួយដល់ស្បែកឃើញទេបងប្អូនការត្រាំខ្លួនគឺបែបហ្នឹងជនជាតិជប៉ុនគេនិយមណាស់ហើយនៅកន្លែងត្រាំខ្លួនហ្នឹងពេលដែលយើងត្រាំខ្លួនហើយយើងចេញមកវិញជូតខ្លួនហើយយើងចេញមកវិញមកគឺយើងអាចចូលញ៉ាំនៅក្នុងភោជនីយដ្ឋានបានបងប្អូនអ្នកខ្លះគឺគាត់ខ្លាចចាគាត់ហ៊ានទៅកន្លែងហ្នឹងទេដោយសារគាត់ឃើញគេស្រាតទាំងអស់ធម្មតាបងប្អូនតែយើងទៅដំបងគឺយើងរៀងអៀនហើយយើងខ្មាស់យើងខ្លាចហើយប៉ុន្តែបើយើងទៅឲ្យបាន3 4 10 20ដងទៅវាទៅជាស៊ាំចារបស់គេហើយរបស់យើងវាអត់មានអីខុសគ្នាទេចាស្រីជប៉ុនក៏ស្រាតស្រីខ្មែរក៏ស្រាតស្រីអាហ្វ្រិកក៏ស្រាតយើងស្រាតហើយងូតទឹកជុំគ្នាហើយបងប្អូនកុំភ័យខ្លាចថាមានជំងឺមានរោគអីឆ្លងចាអត់ទេនៅក្នុងទឹកហ្នឹងគេមានដាក់ថ្នាំសម្លាប់មេរោគទៀតអញ្ចឹងយើងអត់មានត្រូវភ័យត្រូវព្រួយឲ្យទឹកក្តៅចា40ទៅ42អង្សាសេឬក៏45អង្សាសេទៅតាមទីតាំងមួយបងប្អូនដោយសារខ្ញុំអត់អាចថតនៅក្នុងអាងទឹកហ្នឹងបានពួកគេស្រាតទាំងអស់គ្នាវាខុសច្បាប់បើយើងទៅថតអាហ្នឹងគេអាចចាប់យើងប៉ុន្តែសម្រាប់អ្នកដែលគាត់ខ្មាស់អៀនខ្លាំងគាត់មិនអាចងូតទឹកស្រាតមួយគេបានណាគាត់អាចជួលក៏ហៅកន្លែងងូតទឹក private ហ្នឹងគឺបានន័យថាយើងជួលសម្រាប់តែគ្រួសារយើងស្រាតតែ2 3នាក់ក្រុមគ្រួសារយើងទៅចា
យើងអាចងូតទឹកមួយប្តីមួយកូនមួយម៉ែក្មេងខ្ញុំទៅស្រាទាំងអស់គ្នាម៉ែក្មេងខ្ញុំហ៊ីណាយូមីទៅស្រាទាំងអស់គ្នាចូលងូតមួយស្រីជប៉ុនធ្វើបង្ងើយអូយងូតហើយគេងលក់ស្រួលណាស់លោកអើយចឹងបានជនជាតិជប៉ុនចូលចិត្តណាស់សុំទោសវីដេអូនេះទីញាប់បន្តិចកន្លែងញ៉ាំហ្នឹងវាគ្មានអីសំខាន់ទេព្រោះញ៉ាំដូចរាល់តែដងវីដេអូខ្ញុំផុសរាល់តែដងអាហ្នឹងពួកខ្ញុំងូតទឹកហើយបងប្អូនហើយពួកខ្ញុំអង្គុយញ៉ាំចឹងញ៉ាំហើយបានទៅផ្ទះសួរថាទៅម្ដងអស់ប៉ុន្មានទាំងញ៉ាំទាំងងូតទឹកគ្នាខ្ញុំ4នាក់5នាក់ទាំងអាយុមីហ្នឹងសរុបទាំងញ៉ាំទាំងអីអស់ជាង$100រាល់ដងក៏អស់ជាង$100ជាង40,000បងប្អូនសម្រាប់បងប្អូននៅស្រុកខ្មែរ$100ឥឡូវខ្ញុំគិតថាបងប្អូនខ្លះក៏គិតថាវាមិនច្រើនអីណាបើគេអ្នកមានជីវភាពធូរធារនៅស្រុកខ្មែរគេមកលេងជប៉ុនចាគួរតែមកសាក់លបងមក3 4 5នាក់ញ៉ាំចាហើយងូតទឹកផងអស់តែជាង$100ហ្នឹងមកសាក់មកឲ្យមានបទពិសោធន៍ចានេះឥឡូវពួកខ្ញុំញ៉ាំអីហើយឡប់ទៅផ្ទះវិញហើយដើរទៅចំណតឡានប៉ុន្តែឡានរបស់ពួកខ្ញុំចតនៅក្រោមដីជន់ក្រោមដីចឹងទៅជិះស្ដារយន្តចុះទៅក្រោមដីជន់នៅលើដីហ្នឹងក៏មានដែរចំណតឡានតែវាពេញចឹងពួកខ្ញុំចុះទៅចតនៅក្រោមដីបានឡើងមកងូតទឹកនៅក្នុងអាគារហ្នឹងហាងហ្នឹងហើយឥឡូវចុះត្រឡប់ទៅវិញជិះស្ដារយន្តចុះទៅក្រោមដីអរគុណច្រើនបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូនេះចាំជួបគ្នានៅវីដេអូក្រោយទៀត